បាទសូមជម្រាបសួរសួស្តីពុកម៉ែបងប្អូនជាទីស្រឡាញ់ជាទីគោរពរាប់អានចឹងខ្ញុំមានហើយការនិយាយលេងបន្តិចបន្តួចតែខ្ញុំមិនមានពេលច្រើនទេបាទចឹងយើងដឹងហើយថាយើងត្រូវតែរក content អ្វីមួយដែលធ្វើឲ្យពុកម៉ែបងប្អូននិងមិត្តយើងទាំងអស់គ្នាបានចាប់អារម្មណ៍ក្នុងការធ្វើ content ផ្សេងៗបាទចឹង content យើងត្រូវតែធ្វើប្លែកៗចឹងខ្ញុំក៏មានពេលវេលាតិចណាស់ក្នុងការធ្វើ content ផ្សេងៗគឺ content របស់ខ្ញុំគឺมันមានអីជាពិសេសទេបាទចឹងខ្ញុំនឹងព្យាយាមធ្វើ content អ្វីដែលគាត់ចាប់អារម្មណ៍ពីមិត្តភ័ក្តិបងប្អូនយើងចាប់អារម្មណ៍នៅក្នុងការធ្វើព្រឹបដូចជាតំណែងនៅក្នុងនេះចឹងគឺយើងរលេចមើលតំណែងទូចមួយហេតុអ្វីមានតម្លៃថ្លៃហេតុអ្វីមានថាយើងដឹងទេចំណុចថ្លៃវានៅត្រង់ណាយើងគួរតែកត់សម្គាល់ថាហេតុអ្វីបានគេលក់ព្រឹបដូចជាតំណែងនៅក្នុងទូនេះចឹងតំណែងនៅក្នុងទូនេះគឺមានតម្លៃថ្លៃមែនទេបាទចឹងយើងមើលមកតំណែងនៅក្នុងទូនេះដូចគ្នាហើយនៅក្នុងការ view នៅក្នុងនេះផងដែរគឺមានតម្លៃថ្លៃទាំងអស់បាទអញ្ចឹងយើងគិតមើលថាការសាង content ផ្សេងៗគឺត្រូវតែមានតម្លៃនៅក្នុងការនិយាយនៅក្នុងការធ្វើយើងត្រូវគិតថាបើយើងធ្វើម្នាក់ឯងបើយើងគិតតែម្នាក់ឯងគំនិតរបស់យើងគឺយើងយល់តែម្នាក់ឯងយើងអត់មានការពិភាក្សាជាមួយអ្នកណាម្នាក់យើងអត់មានការពិភាក្សាជាមួយមិត្តភក្តិយើងឡើយណាយើងត្រូវមានការពិភាក្សាជាមួយមិត្តភក្តិយើងហើយយើងត្រូវតែសួរគេតើគេយើងធ្វើមិនយើងឆ្ងល់យើងចេះសួរអត់មានយើងឆ្ងល់យើងមកអង្គុយឆ្ងល់តែឯងទេបាទអញ្ចឹងវីដេអូនេះសូមអរគុណច្រើនបាទអញ្ចឹងហើយដៃចាស់ដៃថ្មីតែតែណែនាំប្រាប់ខ្ញុំជារៀងរាល់ថ្ងៃជារៀងរហូតជារៀងរាល់ពេលម៉ោងវេលាខ្ញុំក៏ធ្វើតាមគាត់ដូចគ្នាអញ្ចឹងការងាររបស់ខ្ញុំគឺខ្ញុំត្រូវឆ្លៀតពេលវេលាមកមើលការងាររបស់ខ្ញុំមួយ ហើយក៏ខ្ញុំត្រូវមកកាត់វីដេអូត្រូវធ្វើវីដេអូហើយការងារខ្ញុំក៏ធ្វើប្រចាំថ្ងៃផងបាទអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបាទសូមអរគុណនឹងការចូលទស្សនាក្នុងវីដេអូរបស់ខ្ញុំបាទអរគុណពុកម៉ែបងប្អូនច្រើនដែលបានចំណាយពេលមើលវីដេអូរបស់ខ្ញុំបាទតែកុំភ្លេចណាចុច like ចុច subscribe ចុចតាមដានឲ្យមួយផងបាយបាយ